បាទជំរាបសួរអរុនសួស្តីជាពិសេសម្ចាស់អាជីវកម្មហើយនឹងអ្នកដែល start up ដំបូងឬក៏កំពុងតែដំណើរការអញ្ចឹងថ្ងៃនេះខ្ញុំមានជាដំបូងមានឬក៏ជាការចែកម្លែកខ្លីមួយគឺទី1សូមមើលទៅលើ business plan ឬក៏គេហៅ business model ឡើងវិញវាសង្ខេបខ្លីហើយវាក៏ជា chapter មួយទាំង9 chapter ហ្នឹងមកថា chapter នីមួយៗវាមានសារៈសំខាន់ដូចគ្នាតែសំខាន់ប៉ុតគឺទៅលើទី1តើតើជាមួយនឹង key partner អញ្ចឹងសូមឲ្យបងប្អូនឬក៏មួយក្មួយឬក៏បងប្អូនពិចារណាគិតមើលនឹងឡើងវិញហើយរាល់សេវាកម្មឬក៏ផលិតផលទាំងអស់វាមាន chapter របស់វា chapter បានន័យថាវាជា core ដែលនាំឲ្យយើងមានចំណូលច្រើនជាងឬក៏គេហៅថា business analysis ទៅលើប្រភេទសេវាកម្មឬក៏ផលិតផលឬក៏គ្រឿងណាមួយដែលយើងអាចលក់បានច្រើនជាងគេបាទសូមអរគុណសូមជួបគ្នាវគ្គក្រោយទៀតបាទអរគុណជំរាបលា